Belty Group គឺជាក្រុមហ៊ុនឯកជនមួយត្រូវបានបង្កើតឡើងនៅថ្ងៃទី3 ខែមករាឆ្នាំ 1991 ដែលផ្ដើមជាពីការទិញលក់អចលនទ្រព្យនិងសំណង់ផ្ទះល្វែងធម្មតានៅឆ្នាំ 1992 Belty បានសាងសង់អគារសិក្សាមួយខ្នងកម្ពស់4ជាន់ស្មើនឹង30បន្ទប់និងបានជួលឲ្យសាលាបង្រៀនភាសាចិនលឹបខុនដែលមានទីតាំងស្ថិតនៅអគារលេខ 25A ផ្លូវលេខ 105 សង្កាត់បឹងប្រលិតខណ្ឌ 7 មករារាជធានីភ្នំពេញបច្ចុប្បន្នជាសាលា Belty អន្តរជាតិទី 6 សាខាអូរស័យ B6 ក្រោយមកក៏បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សដែលបានបង្កើតឡើងនូវបទសម្ព័ន្ធជាច្រើនដើម្បីបម្រើសេវាកម្មទៅលើវិស័យសំណង់វិស័យអប់រំវិស័យទេសចរណ៍និងការចូលរួមការងារសប្បុរសធម៌យ៉ាងសកម្មព្រមទាំងចូលរួមកិច្ចការងារសង្គមជាច្រើនផងដែរអ្វីដែលគួរឲ្យកត់សម្គាល់បំផុតក្នុងចំណោមសមិទ្ធផលទាំងអស់នោះគឺ Belty Group បានសាងសង់អគារទីស្នាក់ការកណ្ដាលនៃ Belty Group Headquarter ដែលមានកម្ពស់32ជាន់ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញនិងរចនាឡើងដោយបច្ចេកវិទ្យាសំណង់ទំនើបជាមួយភាពរឹងមាំស្រស់ស្អាតស៊ីវិល័យនិងធំស្កឹមស្កៃភាពអស្ចារ្យនិងសោភ័ណភាពរបស់អគារទីស្នាក់ការកណ្ដាលនេះបានក្លាយជានិមិត្តរូបនៃការរីកចម្រើននិងសក្តានុពលរបស់ Belty Group Belty Group មានអគ្គនាយកអគ្គនាយករងនិងអគ្គនាយិការងចំនួន10រូបរួមមានអាយុដំបណ្ឌិតលីឆេងតំណាងរាជមណ្ឌលរាជធានីភ្នំពេញស្ថាបនិកអគ្គនាយកនៃ Belty Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Belty អន្តរជាតិនិងលោកជំទាវប៊ូអ៊ីអាយុដំភោស្ថិរៈនិងលោកជំទាវលីធីតាអាយុដំលីសវណ្ណនិងលោកជំទាវមិញសុធាអាយុដំលីណាវុតនិងលោកជំទាវថាំងគុនធាអាយុដំលីមុនឆៃនិងលោកជំទាវលីលក្ខិណាដោយមានការរីកចម្រើនជាបន្តបន្ទាប់បច្ចុប្បន្ន Belty Group មានបុគ្គលិកកំពុងបម្រើការចំនួន 4238 នាក់និងសិស្សនិស្សិតសរុបចំនួនប្រមាណ 66583 នាក់និងមានអគារផ្ទាល់ខ្លួនសរុប36ទីតាំងនៅរាជធានីភ្នំពេញនិងខេត្តកណ្ដាលដោយមាននៅបទសម្ព័ន្ធធំៗចំនួន10រួមមាន 1. Belty សំណង់ Belty Constructionត្រូវបានបង្កើតឡើងនៅថ្ងៃទី3 ខែមករាឆ្នាំ 1991 ដោយចាប់ផ្ដើមពីការទិញលក់អចលនទ្រព្យនិងសំណង់ផ្ទះល្វែងតាមរយៈការអភិវឌ្ឍជាបន្តបន្ទាប់ Belty សំណង់បានក្លាយជាក្រុមហ៊ុនសំណង់ដែលមានបទពិសោធន៍និងជំនាញខ្ពស់ក្នុងការសាងសង់អគារដែលមានរចនាបថទំនើបនិងរឹងមាំបច្ចុប្បន្ន Belty សំណង់បានសាងសង់អគារសាលានិងសាកលវិទ្យាល័យ Belty អន្តរជាតិជាច្រើនដែលជាអគារផ្ទាល់ខ្លួនហើយតែងយកចិត្តទុកដាក់លើការជ្រើសរើសសម្ភារៈសំណង់ដែលមានគុណភាពនិងស្តង់ដារដើម្បីធានាបានសុវត្ថិភាពនិងភាពរឹងមាំយូរអង្វែងដោយពាក្យស្លោកលើកឡើងថា Your great home your great life 2. សាលា Belty អន្តរជាតិ Belty International School គឺជាគ្រឹះស្ថានអប់រំឯកជនដ៏ល្បីល្បាញមួយនៅកម្ពុជាដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី1 ខែមករាឆ្នាំ 2002ដែលបដូរឈ្មោះពីសាលារៀនចំណេះទូទៅឆេងហៀមកជាសាលា Belty អន្តរជាតិចាប់ផ្ដើមពីសាខាទី1គឺសាខាគិរីរម្យចាប់តាំងពីពេលនោះមកសាលា Belty អន្តរជាតិបានរៀបចំអភិវឌ្ឍនិងពង្រីកខ្លួនយ៉ាងឆាប់រហ័សរហូតមានអគារសិក្សាផ្ទាល់ខ្លួនសរុបចំនួន33សាខាសាលា Belty អន្តរជាតិបានផ្ដោតសំខាន់ទៅលើការអប់រំប្រកបដោយគុណភាពខ្ពស់តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈរូបវន្តទំនើបព្រមទាំងមានលោកគ្រូអ្នកគ្រូដែលមានចំណេះជំនាញបទពិសោធន៍និងការបង្រៀនដោយយកចិត្តទុកដាក់ជាមួយគ្នានេះសាលា Belty អន្តរជាតិមានប្រព័ន្ធអប់រំច្បាស់លាស់ចាប់ពីមត្តេយ្យកម្រិតខ្ពស់រហូតដល់មធ្យមសិក្សាទុតិយភូមិទាំងថ្នាក់ចំណេះទូទៅថ្នាក់ពីរភាសាជាភាសាអង់គ្លេសនិងភាសាចិនថ្
ថ្នាក់ភាសាអង់គ្លេសទូទៅថ្នាក់ភាសាចិនទូទៅនិងថ្នាក់អភិវឌ្ឍបញ្ញា IMA កម្មវិធីសិក្សាបន្ថែមធំៗទាំង12យ៉ាងសម្បូរបែបដែលអាចបណ្ដុះបណ្ដាលនូវទេពកោសល្យសមត្ថភាពភាពក្លាហានចំណេះដឹងសិលធម៌និងគុណធម៌ជូនដល់សិស្សានុសិស្សទាំងអស់ក្នុងនោះសាលា Belty អន្តរជាតិក៏បានបង្កើត Belty ISF ដែលជាជំនួយដល់សិស្សានុសិស្សដែលអាចស្វ័យសិក្សាដោយខ្លួនឯងលើសពីនេះដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនលើវិស័យអប់រំបច្ចេកវិទ្យាវិទ្យាសាស្ត្រនិងដើម្បីបំពេញតម្រូវការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនាសម័យ Digital ព្រមទាំងចូលរួមផ្សព្វផ្សាយអំពីការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិជាពិសេសវិស័យសេដ្ឋកិច្ចទេសចរណ៍អប់រំវប្បធម៌និងបង្កើនចំណេះដឹងក៏ដូចជាលើកកម្ពស់អក្សរសាស្ត្រជាតិជូនដល់សិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់ក្នុងប្រទេសក្រៅប្រទេសជុំវិញពិភពលោកថ្មីនេះសាលា Belty អន្តរជាតិបានបង្កើតកម្មវិធី Belty e-learning Cambodia ដែលជាវេទិកាសិក្សាតាមបែប Digital ទំនើបសម្រាប់គាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់អាចរៀនបានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាកម្មវិធី Belty e-learning Cambodia ផ្ដល់ជូននូវមាតិកាសិក្សាដែលរៀបចំឡើងតាមកម្មវិធីសិក្សាផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡានិងសាលា Belty អន្តរជាតិដែលមានមេរៀនវីដេអូសិក្សាប្រមាណជាង 7000 វីដេអូឃ្លីបនិងសម្ភារៈអប់រំដែលជួយឲ្យសិស្សានុសិស្សនិងអ្នកសិក្សាអាចរំលឹកមេរៀនបង្កើនការយល់ដឹងនិងអភិវឌ្ឍសមត្ថភាពសិក្សាឲ្យកាន់តែល្អប្រសើរប្រកបដោយគុណភាពអប់រំខ្ពស់ដែលស្របតាមពាក្យស្លោករបស់ខ្លួននោះគឺ Belty the best quality of education in Cambodia 3. សាកលវិទ្យាល័យ Belty អន្តរជាតិ Belty International University ត្រូវបានបង្កើតឡើងនៅថ្ងៃទី4ខែសីហាឆ្នាំ2005ដោយចាប់ផ្ដើមពីវិទ្យាស្ថាន Belty អន្តរជាតិនិងបានអភិវឌ្ឍទៅជាសាកលវិទ្យាល័យ Belty អន្តរជាតិនៅឆ្នាំ2012មកទល់សប្តាហ៍ថ្ងៃនេះសាកលវិទ្យាល័យ Belty អន្តរជាតិមានអគារសិក្សាផ្ទាល់ខ្លួនចំនួន3ទីតាំងរួមមានទីតាំងទី1ទួលស្លែងទីតាំងទី2ស្ពានអាកាសចោមចៅនិងទីតាំងទី3ទួលពងរបាននឹងកំពុងសាងសង់យ៉ាងសកម្មលើផ្ទៃដី11ហិកតាស្ថិតនៅអគារលេខ6585ផ្លូវបេតុងភូមិត្រពាំងរំជ័យសង្កាត់ចោមចៅ1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញតាមផ្លូវប្រឡាយក្រោយផ្សារទួលពងរប្រហែល300ម៉ែត្រដែលអាចទទួលនិស្សិតឲ្យចូលសិក្សាបានប្រមាណ 60000 នាក់និងក្រុងបញ្ចប់ការសាងសង់នៅឆ្នាំ2028បច្ចុប្បន្នសាកលវិទ្យាល័យ Belty អន្តរជាតិសិក្សាលើកម្មវិធីសិក្សាធំៗចំនួន2គឺកម្មវិធីជាតិនិងកម្មវិធីអន្តរជាតិដែលមាន13មហាវិទ្យាល័យលើ45ជំនាញនិងបណ្ដុះបណ្ដាលទៅលើ5កម្រិតសិក្សាធំនិស្សិតនៅសាកលវិទ្យាល័យ Belty អន្តរជាតិទាំងអស់គឺទទួលបានភាពកក់ក្ដៅដែលសិក្សាជាមួយកម្មវិធីសិក្សាជាច្រើនសម្បូរបែបនិងការចុះហ្វឹកហាត់ការងារផ្ទាល់ practical training ដែលធ្វើឲ្យសិស្សនិស្សិតទទួលបានការសិក្សាស្វែងយល់ការងារតាមក្រសួងក្រុមហ៊ុននិងស្ថាប័ននានាដើម្បីពង្រឹងសមត្ថភាពខ្លួនទាំងនៅក្នុងនិងក្រៅថ្នាក់រៀនឲ្យទទួលបានចំណេះដឹងនិងបទពិសោធន៍បន្ថែមជាពិសេសទទួលបានឱកាសការងារឲ្យត្រូវតាមជំនាញនីមួយៗនិងតម្រូវការទីផ្សារសង្គមហើយនិស្សិតមានភាពក្លាហានបង្កើតភាពច្នៃប្រឌិតថ្មីពង្រឹងចំណេះជំនាញឲ្យកាន់តែច្បាស់លាស់ជឿនលឿនស្របតាមយុគសម័យថ្មីនិងការបង្រៀនយកចិត្តទុកដាក់ពីសំណាក់សាស្ត្រាចារ្យជាតិនិងអន្តរជាតិដែលមានបទពិសោធន៍ពិតប្រាកដក្នុងការបង្រៀនព្រមទាំងមានសម្ភារៈរូបវន្តទំនើបស៊ីវិល័យគ្រប់ប្រភេទដែលផ្ដល់លក្ខណៈងាយស្រួលដល់សិស្សនិស្សិតកំពុងសិក្សាដែលស្របតាមស្តង់ដារជាតិនិងអន្តរជាតិបន្ថែមពីនេះសាកលវិទ្យាល័យ Belty អន្តរជាតិក៏បានបង្កើត Belty IUF ដែលជាជំនួយដល់និស្សិតទាំងអស់សម្រាប់ការសិក្សាស្រាវជ្រាវស្វែងរកសៀវភៅឬឯកសារនិងទទួលបានព័ត៌មានភ្លាមៗពីសាកលវិទ្យាល័យនិងសិក្សាបានគ្រប់ពេលវេលាគ្រប់ទីកន្លែងជាមួយគ្នានេះផងដែរសាកលវិទ្យាល័យមានដៃគូសហការជាង117ស្ថាប័នពី18ប្រទេសជុំវិញពិភពលោកនិងបានរៀបចំកម្មវិធីអន្តរជាតិជាច្រើនដូចជាសន្និសីទអន្តរជាតិកម្មវិធីវប្បធម៌និងសកម្មភាពសង្គមផ្សេងៗដើម្បីលើកស្ទួយវិស័យអប់រំសិល្បៈវប្បធម៌និងការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោក
ហើយថ្មីនេះផងដែរសាកលវិទ្យាល័យ Belty អន្តរជាតិបានបើកនៅទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងវិស័យអប់រំដែលបានក្លាយជាស្ថាប័នដំបូងគេបង្អស់នៅប្រជាជាតិកម្ពុជាក្នុងការសហការភាពជាដៃគូរវាង Monash College ប្រទេសអូស្ត្រាលីនិងសាកលវិទ្យាល័យ Belty អន្តរជាតិ Monash Belty IU Cambodia ដើម្បីសហការបើកកម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន Foundation Year នៅអគារស្នាក់ការកណ្ដាលនៃ Belty Group Headquartersសាកលវិទ្យាល័យ Belty អន្តរជាតិមានពាក្យស្លោករបស់ខ្លួនគឺ The Future of Global Leaders គូបញ្ជាក់ផងដែរថាសាលានិងសាកលវិទ្យាល័យ Belty អន្តរជាតិបានទទួលវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដារ ISO 9001ដែលជាស្តង់ដារអន្តរជាតិដ៏មានកិត្តិយសសម្រាប់ការគ្រប់គ្រងគុណភាពក្នុងវិស័យអប់រំលើពីនេះទៅទៀតសាលានិងសាកលវិទ្យាល័យ Belty អន្តរជាតិក៏ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំយុវជននិងកីឡានិងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ACC ដោយទទួលវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ 4. Belty ទំនាក់ទំនងអន្តរជាតិ Belty International Relation បានចាប់ផ្ដើមដំណើរការនៅថ្ងៃទី24ខែមករាឆ្នាំ2010ដោយមានគោលបំណងផ្ដល់ឱកាសសិក្សានៅក្រៅប្រទេសសម្រាប់សិស្សនិស្សិតកម្ពុជានិងជួយពង្រីកទស្សនវិស័យអប់រំរបស់ពួកគេតាមរយៈការទទួលអាហារូបករណ៍ការបញ្ជូនសិស្សទៅសិក្សានៅសាកលវិទ្យាល័យដៃគូនិងរៀបចំកម្មវិធីផ្លាស់ប្ដូរនិងទស្សនកិច្ចសិក្សាផ្សេងៗដើម្បីជួយសិស្សនិស្សិតមានបទពិសោធន៍អប់រំជាក់ស្ដែងនិងអភិវឌ្ឍជំនាញក្នុងបរិបទអន្តរជាតិមួយចំណែកដ៏សំខាន់ក្នុងសេវាកម្មនេះគឺជាការពង្រឹងទំនាក់ទំនងជាមួយសាកលវិទ្យាល័យនិងគ្រឹះស្ថានអប់រំជុំវិញពិភពលោកដើម្បីធានាថាសិស្សកម្ពុជាមានឱកាសល្អបំផុតក្នុងការអភិវឌ្ឍជំនាញនិងអប់រំលើកម្រិតសកលនឹងពាក្យស្លោករបស់ Belty ទំនាក់ទំនងអន្តរជាតិលើកឡើងថា The path to your success 5. មជ្ឈមណ្ឌលតេស្តអន្តរជាតិ Belty International Test Center ត្រូវបានបង្កើតឡើងនៅថ្ងៃទី6ខែធ្នូឆ្នាំ2009មជ្ឈមណ្ឌលតេស្តអន្តរជាតិ Beltyត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការនាំមកនូវតេស្តអន្តរជាតិល្បីៗជុំវិញពិភពលោកដើម្បីផ្ដល់ជូនសិស្សនិស្សិតកម្ពុជាទទួលបានការប្រឡងវាស់ស្ទង់សមត្ថភាពភាសាជំនាញផ្សេងៗនិងប្រឡងយកសញ្ញាបត្រដែលមានការទទួលស្គាល់តាមស្តង់ដារអន្តរជាតិនិងការយកទៅប្រើប្រាស់ដើម្បីបម្រើការងារឬសិក្សានៅក្នុងនិងក្រៅប្រទេសដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការរៀបចំតេស្តអន្តរជាតិធំៗមជ្ឈមណ្ឌលតេស្តអន្តរជាតិ Belty មានពាក្យស្លោករបស់ខ្លួនគឺ Build your confidence Build your future 6. Belty Testor Belty Tour and Travel Belty Testor បានបង្កើតឡើងនៅថ្ងៃទី1ខែមករាឆ្នាំ2012 Belty Testor ជាផ្នែកមួយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនិងជំរុញវិស័យទេសចរឲ្យកាន់តែមានសក្តានុពលក្នុងការបង្កើតដំណើរកម្សាន្តក្នុងស្រុកដែលមានរថយន្តផ្ទាល់ខ្លួនសម្រាប់ដឹកភ្ញៀវទេសចរក្នុងប្រទេសចំនួន19គ្រឿងជាពិសេសBelty Testor តែងតែសហការរៀបចំដំណើរទស្សនកិច្ចសិក្សាជូនដល់សិស្សនិស្សិតនៃសាលានិងសាកលវិទ្យាល័យ Belty អន្តរជាតិ
Belty ទេសចរមានពាក្យស្លោករបស់ខ្លួនគឺ The best choice for your family 7 អាហារូបករណ៍អុកញ៉ាលីឆេង អុកញ៉ាលីឆេង Scholarship អាហារូបករណ៍អុកញ៉ាលីឆេងបង្កើតក្នុងឆ្នាំ2010ដែលជាកម្មវិធីអាហារូបករណ៍ឈានមុខគេបង្កើតឡើងក្នុងការលើកទឹកចិត្តនិងការផ្តល់ឱកាសជូនដល់សិស្សនិស្សិតឆ្នើមឬសិស្សនិស្សិត ABLT ទាំងអស់ដែលមានសមត្ថភាពនិងមានលទ្ធភាពគ្រប់គ្រាន់អាចបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស8 សមាគមអតីតនិស្សិតអាហារូបករណ៍អុកញ៉ាលីឆេង អុកញ៉ាលីឆេង Scholarship Alumni Association បង្កើតក្នុងឆ្នាំ2018ដែលជាសមាគមប្រមូលផ្ដុំសិស្សនិស្សិតឆ្នើមឬសិស្សនិស្សិត ABLT ដែលទទួលបានអាហារូបករណ៍អុកញ៉ាលីឆេងនិងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យល្បីៗទូទាំងពិភពលោកដែលជាដៃគូសហប្រតិបត្តិការជាមួយ BLT9 សមាគមសប្បុរសធម៌ BLT Charity Association គឺត្រូវបានបង្កើតឡើងនៅថ្ងៃទី25 ខែឧសភាឆ្នាំ2015ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសហគមន៍ដែលជួបការលំបាកដែលផ្ដោតសំខាន់ទៅលើប្រជាជនដែលងាយរងគ្រោះផ្ដល់ជំនួយសង្គ្រោះបន្ទាន់និងបង្កើតដំណោះស្រាយយូរអង្វែងក្នុងការកាត់បន្ថយភាពក្រីក្រនិងតម្រូវការអប់រំដល់ក្រុមគ្រួសារខ្វះខាតឬជួបការលំបាកនាពេលកន្លងមកមូលនិធិសប្បុរសធម៌ BLT បានចូលរួមកិច្ចការសង្គមការងារមនុស្សធម៌និងសប្បុរសធម៌ជាច្រើនជាទីកត់សម្គាល់ជាស្ដែងក្នុងពេលប្រទេសកម្ពុជាជួបប្រទះនូវបញ្ហាស្ថានភាពដ៏លំបាកពីសំណាក់ការឈ្លានពានពីព្រំដែនរបស់ប្រទេសថៃមកលើកម្ពុជាបានបង្កឲ្យប្រជាជនខ្មែរជាច្រើនត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាននិងត្រូវរស់ក្នុងស្ថានភាពដ៏លំបាកនៅខណៈពេលនោះវីរៈកងទ័ពជួរមុខបានខិតខំបំពេញភារកិច្ចយ៉ាងក្លាហានរបស់ខ្លួនបានលះបង់នៅសាច់ស្រស់ឈាមស្រស់ក្នុងការការពារបូរណភាពទឹកដីនិងសន្តិភាពជាតិដោយមានស្មារតីរួបរวมក្នុងនាមជាខ្មែរតែមួយមូលនិធិសប្បុរសធម៌ BLT Charity Association បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសកម្មភាពមនុស្សធម៌ចូលរួមចំណែកស្វែងរកប្រមូលជំនួយពីសប្បុរសជននានាដើម្បីផ្ដល់ទៅកាន់ជនភៀសសឹកដែលកំពុងជួបការលំបាកក៏ដូចជាវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងបំពេញបេសកកម្មនៅជួរមុខតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីស្មារតីនៃការគាំទ្រក្នុងការលើកទឹកចិត្តនិងបង្កើនកម្លាំងចិត្តដល់អ្នកកំពុងប្រឈមមុខក្នុងការលំបាកសកម្មភាពទាំងអស់នេះមិនត្រឹមតែបង្ហាញពីមនុស្សធម៌ប៉ុណ្ណោះទេថែមទាំងបញ្ជាក់ពីស្មារតីសាមគ្គីភាពការចែករំលែកការរួមចំណែកជួយសង្គមជាតិឲ្យខ្ពស់ទៅកាន់ភាពរីកចម្រើននិងសន្តិភាពយូរអង្វែងសមាគមសប្បុរសធម៌ BLT មានពាក្យស្លោករបស់ខ្លួនគឺការអប់រំត្រូវផ្សារភ្ជាប់សីលធម៌និងគុណធម៌ Education has to be in conjunction with morality and virtue 10 BLT ស្រាវជ្រាវនិងបោះពុម្ព BLT University Press BLT ស្រាវជ្រាវនិងបោះពុម្ពត្រូវបានដាក់សម្ពោធនិងដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី24ខែមីនាឆ្នាំ2025
ជាសមិទ្ធផលដែលគួរឲ្យស្ញប់ស្ញែងនិងអស្ចារ្យក្នុងរយៈពេលជាង3ទសវត្សរ៍កន្លងមកគិតចាប់ពីឆ្នាំ1991រហូតដល់បច្ចុប្បន្ន Betty Group បានខិតខំប្រឹងប្រែងអភិវឌ្ឍនិងពង្រីកសកម្មភាពរបស់ខ្លួនយ៉ាងខ្លាំងក្នុងវិស័យនានាដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាររួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិងលើកកម្ពស់គុណភាពអប់រំនៅក្នុងសង្គមតាមរយៈការដឹកនាំដ៏ឆ្លៀសវៃការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈនិងពោរពេញទៅដោយសមត្ថភាពរបស់ឯកឧត្តមបណ្ឌិតលីឆេងព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកគ្រប់រូបបានធ្វើឲ្យ Betty Group បានក្លាយទៅជាស្ថាប័នឈានមុខមួយនៅប្រជាជាតិកម្ពុជាទាំងនេះគឺជាសក្ខីភាពនៃការអភិវឌ្ឍនិងភាពជឿនលឿនគួរឲ្យកត់សម្គាល់ដែលបង្ហាញពីការបដិញ្ញាចិត្តយ៉ាងមោះមុតនិងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ Betty Group អបអរសាទរសន្និបាតបូកសរុបការងារឆ្នាំ2025និងលើកទិសដៅការងារសម្រាប់ឆ្នាំ2026នៃមហាគ្រួសារ Betty Group